Bóng sắt ban một linh tiền rồi cọt và ban tinh sạch ăn nắm bay nhà bù dây này chỉ nên không là bao cọt hỏi có chia một nốt na tại môi trường anh cùng bên có ban cho chạy lên cho môi nông bù dây hỏi bù dây có ban prakot thaឲ្យគាត់ចាប់ត្រឡប់ទៅទីក្រុងវិញហើយពេលយប់ឲ្យគាត់ឆាប់ចូលគេងទោះជាឮសំឡេងអ្វីក៏ដោយកុំចេញក្រៅឲ្យសោះពេលនោះបងសឹកបានធ្វើដំណើរត្រឡប់មកផ្ទះគាត់វិញលោកដល់ពេលយប់ឡើងបងសិតបានងូតទឹកនិងហូបបាយរួចគាត់ក៏បានឡើងទៅគេងរហូតដល់ពាក់កណ្ដាលយប់គាត់ក៏បានភ្ញាក់ដោយសារតែឈឺក្រពះពេលនោះគាត់បានដើរទៅបន្ទប់ទឹកឆ្លងកាត់ភាពងងឹតនៅយប់នោះហាក់ដូចជាងងឹតប្លែកខុសពីធម្មតាពេលគាត់ដើរទៅដល់បន្ទប់ទឹកដែលនៅខាងក្រោយផ្ទះរបស់គាត់នៅពេលដែលគាត់បត់ដៃបត់ជើងរួចគាត់ក៏បានដើរមកវិញប៉ុន្តែពេលនោះគាត់ក៏បានឮសំឡេងអ្វីចម្លែកពេលនោះគាត់បាននិយាយមកកាន់ខ្លួនឯងថានេះជាសំឡេងអ្វីពេលនោះគាត់ក៏បានក្រឡេកមើលទៅដើមឈើហើយក៏ឃើញស្រមោលអ្វីចម្លែកគាត់គិតថាជាបក្សីនៅពេលយប់ប៉ុន្តែនៅពេលដែលសត្វនោះរំកិលមកជិតគាត់ស្រឡាំងកាំងនិងភ័យជាខ្លាំងគាត់នៅស្ងៀមមួយសន្ទុះហើយក៏បានជូតភ្នែកខ្លួនឯងគាត់ក៏ប្រឹងសម្លឹងមើលម្ដងទៀតគាត់ពិតជាឃើញមនុស្សមែនប៉ុន្តែវាជីអង្រែនិងមានស្លាបហោះដូចបក្សីពេលនោះទើបគាត់ស្គាល់ថានេះគឺជាក្រហាំងប៉ុន្តែគាត់ឆ្ងល់ថាតើវាកំពុងហោះស្វែងរកអ្វីនៅជុំវិញផ្ទះរបស់គាត់ពេលនោះគាត់ក៏បានស្ទុះទៅលាក់ខ្លួននៅក្នុងបន្ទប់ទឹកពេលគាត់ចូលដល់ក្នុងបន្ទប់ទឹកគាត់ចាប់អារម្មណ៍ថាខ្មោចក្រាក់ហាំងនោះមានមុខមាត់ស្រដៀងនឹងពូជ័យដែលនៅក្នុងភូមិរបស់គាត់ពេលនោះខ្មោចក្រាក់ហាំងក៏បានហោះមកមុខបន្ទប់ទឹកគាត់ហើយក៏បាននិយាយថាឆាប់បើកទ្វារបន្ទប់ទឹកឆាប់ចូលផ្ទះនេះគឺជាសំឡេងរបស់ពូជ័យនិយាយមកកាន់បងសិតធ្វើឲ្យបងសិតភ័យជាខ្លាំងពេលនោះបងសិតបាននិយាយតបទៅវិញថាពូមិនបានពូមកទីនេះហើយបងសិតបានបន្តទៀតថាពូពិតជាខ្មោចក្រាស់ហាំងមែនបងសិតនិយាយទាំងសំឡេងញ័រពេលនោះពូជ័យនិយាយថា
ក្រោយពេលឪពុកម្ដាយរបស់អ្នកស្លាប់ខ្ញុំឆ្ងល់ក៏បានទៅសួរលោកគ្រូហើយក៏បានដឹងថាឪពុកម្ដាយរបស់អ្នកត្រូវអំពើរបស់គេគឺមេភូមិគឺជាអ្នកធ្វើដោយសារតែគាត់ចង់បានដីរបស់ឪពុកម្ដាយរបស់អ្នកតែឪពុកម្ដាយរបស់ឯងមិនព្រមលក់ទើបមេភូមិធ្វើបែបនេះលោកមេភូមិបានដាក់សម្ពាធទៅលើឪពុកម្ដាយរបស់ឯងគ្រប់បែបយ៉ាងប៉ុន្តែគាត់នៅតែមិនព្រមរហូតដល់មេភូមិបានទៅរកគ្រូនៅភូមិផ្សេងឲ្យមកធ្វើបែបនេះពូជ័យបាននិយាយថាពេលដែលគាត់បានដឹងរឿងនេះគាត់ខឹងជាខ្លាំងហើយគាត់ចង់សងសឹកនឹងមេភូមិបងសឹកបាននិយាយថាប្រហែលមិនពិតទេពូខ្ញុំមិនដែលឮជីដូនរបស់ខ្ញុំនិយាយប្រាប់ទេនៅពេលដែលឪពុកម្ដាយរបស់ខ្ញុំស្លាប់លោកមេភូមិបានមកចង់ទិញដីរបស់ខ្ញុំប៉ុន្តែខ្ញុំបានបដិសេធហើយក៏គាត់មិនបានប្រកាន់ដែរពេលនោះពូជ័យបាននិយាយខ្លាំងមកវិញថាតើអ្នកមិនជឿខ្ញុំទេក្រហាំងក៏បានយកដៃវាយមកកាន់ជញ្ជាំងបន្ទប់ទឹកទាំងដៃមានក្រចកវែងពេលនោះបងសិតភ័យជាខ្លាំងគាត់ថយក្រោយរហូតមកខ្នងរបស់គាត់ប៉ះជញ្ជាំងពេលនោះពូជ័យបាននិយាយថាគាត់មានបំណងចង់សងសឹកទៅកាន់លោកមេភូមិគាត់ក៏បានទៅរៀនមន្តវិជ្ជារហូតគាត់ខ្លាចទៅជាបែបនេះបន្ទាប់មកពូជ័យបន្តទៀតថាហើយគាត់ក៏បានសម្លាប់មេភូមិនោះពេលនោះពូជ័យបានសោកយ៉ាងខ្លាំងធ្វើឲ្យបងសិតភ័យណាស់ពេលនោះបងសិតបាននឹកឃើញថាក្រោយពីជីដូនរបស់គាត់បានស្លាប់គាត់បានធ្វើដំណើរទៅធ្វើការនៅឯទីក្រុងហើយកន្លះឆ្នាំក្រោយមកគាត់ក៏បានលើដំណឹងថាលោកមេភូមិបានស្លាប់គាត់បានដឹងថានេះគឺជាស្នាដៃរបស់ក្រហាំងដែលជាលោកពូជ័យនេះពេលនោះពូជ័យបាននិយាយថាពេលដែលគាត់ទៅរៀនមន្តវិជ្ជាជាមួយនឹងគ្រូរបស់គាត់បានសន្យាជាមួយនឹងគ្រូរបស់គាត់ថានឹងមិនធ្វើបាបអ្នកណាហើយនៅពេលដែលគាត់ក្បត់សន្យារបស់គ្រូរបស់គាត់ទើបធ្វើឲ្យគាត់ខ្លាចទៅជាបែបនេះពេលនោះបងសិតបាននិយាយទៅកាន់ពូជ័យថាគាត់ពិតជាអរគុណពូជ័យខ្លាំងណាស់ដែលបានសងសឹកឲ្យឪពុកម្ដាយរបស់គាត់មិនដឹងសងគុណពូជ័យដោយរបៀបណាទេពូជ័យបាននិយាយថាគាត់មិនបានខលនឹងរឿងនេះទេប៉ុន្តែគាត់ខឹងនឹងបងសិតដែលមិនគោរពពាក្យសន្យារបស់គាត់ថាមិនចេញពីផ្ទះនៅយប់នេះពូជ័យបានវាយជញ្ជាំងបន្ទប់ទឹករហូតដល់ធ្លុះធ្វើឲ្យបងសិតមើលឃើញភ្នែករបស់ពូជ័យដែលក្រហមដូចឈាម
វាពិតជាគួរឲ្យខ្លាចខ្លាំងណាស់បងសិតបាននិយាយថាគាត់មិនគោរពពាក្យសន្យាទេតែដោយសារគាត់ឈឺពោះទើបគាត់ចុះមកបន្ទប់ទឹកបែបនេះពូចែកបាននិយាយថាគាត់ដឹងហើយប៉ុន្តែនៅរាល់យប់គាត់តែងតែចេញមកស៊ីរបស់កូហ្វុកនៅទីនេះរាល់ថ្ងៃពូចែកនិយាយដោយទឹកមុខក្រៀមក្រំហើយហូរទឹកភ្នែកដែលទឹកភ្នែករបស់គាត់គឺជាឈាមបងសិតបាននិយាយថាពូតើមានអ្វីឲ្យខ្ញុំជួយបានដែរឬទេអ្វីដែលពូធ្វើគឺដើម្បីជួយសងសឹកឲ្យឪពុកម្ដាយរបស់ខ្ញុំពេលនោះពូជ័យបាននិយាយថាគ្មានអ្នកណាអាចជួយគាត់បានទេក្រោយពីលោកគ្រូរបស់គាត់បានស្លាប់ពូជ័យបានយំហូរទឹកភ្នែកមកវាគួរឲ្យអាណិតនិងក៏គួរឲ្យខ្លាចខ្លាំងណាស់ដែរពេលនោះពូជ័យបាននិយាយថាអ្នកសន្យាជាមួយនឹងខ្ញុំអ្នកឆាប់ត្រឡប់ទៅទីក្រុងវិញហើយកុំត្រឡប់មកទីនេះម្ដងទៀតអីពេលនោះពូជ័យបានហោះត្រឡប់ទៅវិញហើយបងសិតមានការសោកស្ដាយនឹងអ្វីដែលខ្លួនបានធ្វើហើយគាត់ក៏ស្ទុះចេញក្រៅពីបន្ទប់ទឹកហើយគាត់ក៏បានឃើញក្រាក់ហាំងហោះទៅវិញពេលនោះបងសិតបាននិយាយខ្លាំងថាទោះពូខ្លាចទៅជាអ្វីក៏ពូនៅតែជាពូរបស់ខ្ញុំដល់ពេលព្រឹកឡើងបងសិតបានចេញឡានចេញពីភូមិពេលគាត់ជិះកាត់មុខផ្ទះរបស់ពូជ័យគាត់ក៏លេចទៅឃើញពូជ័យឈរទាំងទឹកមុខក្រៀមក្រំនិងហូរទឹកភ្នែកពេលនោះបងសិតបានខូចចិត្តជាខ្លាំងហើយក៏បាននិយាយថាយើងបែកគ្នារហូតដល់ស្លាប់ហើយ